នេះគឺជាសកម្មភាពដែលក្រុមជាងកំពុងតែលាបនៅថ្នាំអញ្ចឹងយើងបានលាបថ្នាំរងស្បូវហើយនឹងហៅជាងអញ្ចឹងហៅជាងយើងហាយឡាយថ្នាំពណ៌ត្រួយចេកយើងហៅថាពណ៌បៃតងណាហើយយើងលាបតំណពណ៌សហើយយើងលាបហាយឡាយពណ៌ត្រួយចេកសិនហើយចំពោះខាងរងស្បូវយើងលាបតំណពណ៌គ្រាប់7ហើយមកបានយើងរះទឹកមាសពីលើទៀតហើយជាងក៏ដូចឆ្នោះដែរគឺយើងរះទឹកមាសពីលើដែរជាងកំពុងតែជញ្ជូនក្បឿងយកទៅប្រក់អញ្ចឹងឃើញថាក្បឿងចិត្តអស់ដែរហើយក្បឿងនេះយើងយកទៅប្រក់ខាងលើណាយើងជញ្ជូនបែបហ្នឹងនេះគឺជាក្រុមជាងសកម្មភាពដែលកំពុងតែរៀបលាបថ្នាំនៅរោងស្បូវហើយនឹងហៅជាងហើយឡាយពណ៌ទឹកមាសទៅសៅចាស់អង្គុយលើទូកហ្នឹងហើយ
យើងមកមើលសកម្មភាពនៃក្រុមជាងខាងផ្នែកចាប់ជ្រៃសសសុំសសហើយនឹងបង្កាន់ដៃចិញ្ចាំងអញ្ចឹងខាងមួយក្រុមនេះគឺខាងធ្វើបង្កាន់ដៃហើយនឹងចិញ្ចាំងអញ្ចឹងយើងបានមើលในសកម្មភាពដែលគាត់កំឥឡូវយើងទៅមើលនៃជ្រុងសសសុំសសដែលយើងទើបតែធ្វើហើយណានឹងហើយយើងមើលសកម្មភាពទាំងអស់គ្នាទៅញាតិញោមពុទ្ធបរិស័ទបានឃើញហើយហ្នឹងហើយនេះគឺជាជ្រុងសសដែលយើងចាប់ហើយណាហ្នឹងហើយយើងចាប់ហើយអញ្ចឹងយើងមើលទៅយើងចាប់ហើយបានរួចអាហ្នឹងយើងបានធ្វើហើយជ្រុងខាងហ្នឹងយើងបានធ្វើជាយើងស្រូមកចិត្តបន្តិចមើលមុខប្រភពទាំងប្តីទាំងប្រពន្ធហ្នឹងហើយមើលឲ្យឃើញឲ្យច្បាស់បន្តិចនេះគឺចន្ទាអញ្ចឹងយើងបានធ្វើចន្ទាខាងត្បូងហើយខាងជើងក្រុមជញ្ជូនក្បឿងខាងក្បឿងមើលប្រភពឲ្យហើយទៅមើលមុខហើមហ្នឹងទៅងើបពីផឹកទេហ្នឹងហើយជាមើលឲ្យទៅអញ្ចឹងគឺបានយកទៅលើនេះយើងមើលទស្សនីយភាពនៃចន្ទាព្រះវិហារយើងដែលទើបតែធ្វើថ្មីថ្មកាលពីមុនហ្នឹងកន្លែងហ្នឹងគឺអត់ទាន់មានចន្ទាទេឥឡូវយើងបានប្របែកធ្វើចន្ទាសាថ្មីសុទ្ធសាតែម្ដងណាអញ្ចឹងជ្រុងចំហៀងខាងជើងហើយខាងត្បូងយើងធ្វើចន្ទាថ្មីហ្នឹងហើយអញ្ចឹងគឺសកម្មភាពជាងគាត់កំពុងតែបោកសសរធ្វើណាយើងមើលឲ្យចំពីមុខចន្ទាណាហ្នឹងហើយអញ្ចឹងយើងបានឃើញចន្ទាប៉ុណ្ណេះហើយ